រឿងនោះជីវចលថ្មីមួយមកសម្រាយឲ្យបងប្អូនស្ដាប់លេងកំសាន្តទាំងអស់គ្នាដែលនិយាយអំពីបិសាចមួយក្រុមបានបន្លំខ្លួនធ្វើជាសងខាងជើងដើម្បីទៅចម្លងធរនៅទិសខាងលិចជួយថាបងប្អូននឹងជួយចិត្តអារម្មណ៍ជាមួយនឹងសាច់រឿងដ៏កំប្លែងមួយនេះផងដែរមុននឹងចូលដល់វីដេអូយើងខ្ញុំសង្ឃឹមថាគ្នាយើងដែលមិនចិត្តអាក្រក់កុំភ្លេចជួយចុច Subscribe និងដាក់សញ្ញាកណ្ដឹងឲ្យ admin ម្នាក់មួយផងផ្ដើមនៅសាច់រឿងដំបូងរបស់យើងគឺយើងបានឃើញជាមួយនឹងទស្សនវិជ្ជានៅលើដងភ្នំមួយមានបរិយាជាកសិករម្នាក់បានដើរនៅក្នុងព្រៃនោះយ៉ាងស្ងប់ស្ងាត់ស្រាប់តែដើរមួយសន្ទុះកលេចឆ្វេងកលេចស្ដាំក្រោយមកគេក៏បានឃើញជាមួយនឹងស្រមោលដ៏ខ្មៅងងឹតមួយស្ទងនៅពីមុខវិញចឹងណាគ្នាយើងក៏ប៉ុន្តែអត់ដឹងថាជាស្រមោលអីនោះទេស្រាប់តែមួយសន្ទុះក្រោយមកស្រមោលនោះក៏បានក្រោកឈរតែម្ដងប៉ុន្តែវាគឺជាបិសាចជ្រូកព្រៃមួយមើលទៅគួរឲ្យខ្លាចខ្លាំងមែនទែនគណៈពេលនោះដែរកសិករក៏រត់យ៉ាងលឿនដោយមិនងាកក្រោយបន្តិចតែបិសាចជ្រូកនោះមិនតែអស់នេះណាលើកលំពេងគប់បាក់ដើមជើងកាក់ពីមុខតែម្ដងហើយកសិករនោះភ័យខ្លាំងមែនទែនហើយអាចជ្រូកនេះមិនមកស្អីទេគ្នាយើងគឺមកប្លន់របស់របរគេហ្នឹងឯងស្អីក៏វាយកដែរគឺវាយកទាំងអស់តែម្ដងសូម្បីតែខោអាវរបស់កសិករក៏វាមិនលើកលែងដែរក៏ទៅអានេះប្លន់ដូចជាអាពួកផ្ទះលេខ2អញ្ចឹងប្លន់គេហើយបានគម្រាមគេទៀតថាចាប់ពីពេលនេះទៅគឺត្រូវតែមានជាមួយអាហារនិងទឹកឲ្យគេជារៀងរាល់ថ្ងៃបើសិនជាកសិករនឹងមិនយកមកទេលទ្ធផលចុងក្រោយគឺដូចទៅនឹងអាឈើដែលគេកំពុងតែកាត់នេះមានណាកសិករភ័យឡើងចំហមាត់អត់បិទក្រោយតែលំពេចនោះគឺមានសត្វក្អែកមួយគឺដើរមកគ្នាតំណងជាទាហានដើរសង្កេតការតាមព្រៃអញ្ចឹងណាគ្នាសួរទៅកាន់អាជ្រូកនឹងថាមានរឿងស្អីហើយនឹងជាណាគេជ្រូកនឹងក៏តវត្តទៅវិញដែរហើយចុះហើយនឹងណាគេពេលអញ្ចឹងទៅអេដមីនកាំងបដៅគ្នាហើយសត្វក្អែកក៏បង្ហាញជាមួយនឹងអត្តសញ្ញាណរបស់គេដែលមានលេខជាមួយនឹង9527ដែលគេជាអ្នកធ្វើការនៅក្នុងរូងភ្នំស្ដេចអាជ្រូកគ្រាន់តែឃើញផ្លាកសញ្ញានឹងព្រាមភ័យបដៅសត្វក្អែកបានសួរថាឯងមានគ្នាប្រហែលនេះបីសាជ្រូកបាននិយាយថាវាមានគ្នាតែឯងទេតែទៅពេលហ្នឹងអាសត្វក្អែកដាក់ពីរបីដៃគេដាក់ក្បាលផ្លប់ថាលើក្រោយកំភ្លើឈប់ប្លន់គេនៅតាមទឹកដីបានវាទៀតតែផលចុងក្រោយហ្នឹងគឺអាសត្វក្អែកហ្នឹងប្រមូលអីវ៉ាន់របស់កសិករហើយនឹងអាជ្រូកហ្នឹងយកទាំងអស់តែម្ដងទុកតែខោក្នុងឲ្យស្លៀកម្នាក់មួយស្ទុះក្រោយមកក៏លេចជាមួយនឹងវត្តមានសត្វកង្កែបមួយបានប្រាប់សត្វក្អែកហ្នឹងថាអាបិសាចជ្រូកហ្នឹងគឺជាមិត្តភក្តិបានវាទេវាដល់លេងអាបិសាចជ្រូកហ្នឹងផងក្អែកក៏បានឃើញជាមួយនឹងស្លាកសញ្ញាដែលធ្វើការនៅក្នុង King Cave ហ្នឹងសត្វកង្កែបរបស់យើងគឺជាអ្នកធ្វើការនៅក្នុងផ្ទះបាយក៏លេចទៅមើលកន្លែង King Cave របស់យើងវិញឃើញថាមានឆ្នាំងរហូតដល់14នៅពីមុខរូងភ្នំហ្នឹងឆ្នាំងនីមួយៗគឺសម្រាប់ដាក់ជាមួយនឹងថាងជេងហើយនឹងកូនសិស្សរបស់ថាងជេងទាំង3រូបហ្នឹងឯងព្រោះអីក្រុមអាបិសាចហ្នឹងវាចាំចាប់ស៊ីសាច់ថាងជេងដើម្បីឲ្យជីវិតពួកវាអមតៈគឺយើងដោយសារតែថាងជេងនិងកូនសិស្សថាងជេងនឹងធ្វើដំណើរតាមផ្លូវហ្នឹងឯងហើយយើងក៏បានឃើញជាមួយនឹងវត្តមានរបស់អាជ្រូកហើយនឹងអាសត្វកង្កែបកំពុងតែជូនជាមួយនឹងអាចារ្យហ្នឹងរយៈពេល3ឆ្នាំហើយដែលកង្កែបធ្វើការនៅកន្លែងហ្នឹងគឺជូតអានឹងអត់ស្អាតទេហើយនៅក្នុងឆ្នាំហ្នឹងបើសិនជាអាកែបនឹងជូតអត់ស្អាតទេគឺវានឹងត្រឡប់ទៅផ្ទះវិញហើយសារតែជូតយូរដែរគឺអត់ឃើញជ្រះអញ្ចឹងអាជ្រូកក៏សម្រេចចិត្តថាលោតទៅខាងក្នុងហ្នឹងដើម្បីយករោមរបស់គេហ្នឹងទៅជូតជាមួយនឹងឆ្នាំងហ្នឹងមានណាគ្នាយើងគឺស្អាតមែនទែនគឺវាជូតឡើងជ្រះអស់លីងបីជាវាប្រើជាមួយនឹងអារម្មណ៍ខាងក្រៅក្នុងវាអស់ហើយក៏វានៅតែប្រើជាមួយនឹងអារម្មណ៍ខាងក្បាលរបស់វាទៀតដែរមួយសន្ទុះក្រោយមកវត្តមានរបស់ស្ដេចខ្លាក៏បានចេញមកត្រួតពិនិត្យជាមួយនឹងចានរបស់គេអញ្ចឹងថាស្អាតឬអត់អញ្ចឹងទៅមើលតានេះក៏មិនស្អាតមើលតានោះក៏មិនស្អាតហើយមើលតានោះទៀតក៏មិនស្អាតអ្នកដែលធ្វើការអត់ស្អាតហ្នឹងគឺគេយកទៅសម្លាប់ចោលហើយចុងក្រោយនេះគឺបានកលេចទៅមើលជាមួយនឹងឆ្នាំងរបស់អាជ្រូកនិងអាកែបដែលដកហើយនោះគឺថាភ្លឺចាំងយកតែប្រេហ្នឹងពួកគេកំពុងតែសប្បាយចិត្តមែនទែនយើងហើយស្រាប់តែពេលនោះហ្នឹងបីសាច់ខ្លានឹងវាអើតមើលនៅខាងក្នុងចានហ្នឹងសត្វវារកអត់ឃើញជាមួយនឹងអសរដែលវាបានចាននៅក្នុងចានហ្នឹងតាំងពីជំនាន់ដូនតាវាមកបីសាច់ហ្នឹងខឹងខ្លាំងមែនទែនវាសួរថាអីណាអសរនៅក្នុងចានហ្នឹងបាទនេះមានអសរទៀតបាទអាជ្រូកវាដោះលក្ខិតឲ្យស្ដេចខ្លាហ្នឹងបានខឹងហើយក៏បញ្ជាឲ្យកូនចៅសម្រាប់អាពីនឹងចៅតែសំណាងល្អមែនទែនគឺថាអាជ្រូកក្បាលតាន់មែនទែនគឺយើងសុំតែកបិតតែខាប់ត្រូវក្បាលវាហ្នឹងគឺថាបាក់ខ្ទេចតែម្ដងមកអាជ្រូកនឹងកែបហ្នឹងក៏នាំគ្នារត់គេចពីពួកអាបិសាចខ្លាហ្នឹងចូលទៅកាន់កពតព្រៃមួយដែលកពតព្រៃហ្នឹងគឺជារូងរបស់អាជ្រូកហ្នឹងហើយតែពេលហ្នឹងគឺអាកែបហ្នឹងខឹងជាមួយនឹងអាជ្រូកហ្នឹងខ្លាំងមែនទែនហើយក៏ទម្លាក់កំហុសទៅកាន់អាជ្រូកហ្នឹងតែម្ដងដោយសារតែអាជ្រូកហ្នឹងបានធ្វើឲ្យវាបាត់បង់ការងារនៅកន្លែងឃើញខែវហ្នឹងតែពេលហ្នឹងអាជ្រូកនឹងឃើញគំនិតមួយគឺគំនិតបន្លំខ្លួនទៅចម្លងថតនៅទិសខាងលិចដោយត្រូវការគ្នា2នាក់ទៀតដើម្បីធ្វើការបន្លំខ្លួនឲ្យដូចទៅនឹងថាងជេងអាជ្រូកស៊ុនខុងហើយនឹងអាសាខណៈពេលដែលគេកំពុងតែដើររកជាមួយនឹងបិសាចដើម្បីបន្លំខ្លួនទៅទិសខាងលិចហ្នឹងក៏បានជួបជាមួយនឹងកូនបិសាចមួយដែលត្រូវបានមនុស្សចាប់យកមកធ្វើបាបធ្វើការងារអីចឹងទៅចូលមកជួយអាកូនសត្វហ្នឹងអីចឹងណាអាជ្រូកបានធ្វើការគំរាមទៅកាន់មនុស្សប៉ុន្តែមនុស្សអត់ខ្លាចទេអាជ្រូកបានដាក់ម្ដាយគេដាក់ក្បាលរបស់អាសត្វកញ្ជោងហ្នឹងនេះមិនបានលើគេចាប់បានអញ្ចឹងអាទៅដោយសារតែអាកូនសត្វកញ្ជោងហ្នឹងវាឃ្លានហើយវាក៏ចូលមកលួចរបស់ AKC អញ្ចឹងណាត្រូវបានមនុស្សហ្នឹងចាប់បានហើយក៏បង្ខំឲ្យវាធ្វើការងារទាំងអស់ហ្នឹងទៅអាជ្រូកថាឲ្យធ្វើអញ្ចឹងបាក់មុខបាក់មាត់របស់បិសាចហើយព្រោះជាបិសាចមិនឲ្យមនុស្សខ្លាចទៅជាខ្លាចមនុស្សវិញអានបលយកអាជ្រូកថាមួយណាស្ដេចបនឯងអាកូនបិសាចហ្នឹងបានប្រាប់អាជ្រូកថាស្ដេចបនវាគឺងាប់បាត់ទៅហើយក្នុងក្រុមបនវាគឺអត់មានអ្នកដឹកនាំទៀតទេអញ្ចឹងពួកវាក៏ធ្វើការបែកផ្លូវគ្នាតែម្ដងអាជ្រូកសួរថាអាណាគេសម្រាប់មេបងឯងកូនកញ្ជោងបានប្រាប់ថាគឺជាស៊ុនខុងអាជ្រូកសួរថាអាណាគេស៊ុនខុងហើយមនុស្សក៏បានលូកមាត់ថាតែអត់ដឹងទេថាស៊ុនខុងណាគេជ្រូកថាកុំចេះលូកមាត់អញបានសួរហើយស្រាប់តែកលេចមកក្រោយវិញកូនកញ្ជ្រោងនឹងរត់បាត់បដ ாய் ហើយជ្រូកក៏ឲ្យមនុស្សនិយាយបន្តមកថាស៊ុនខុងនឹងគឺជាអ្នកណាតែអានេះមិនមែនចង់ច្រឡំធ្វើក្រុមពួកគេហើយអត់ស្គាល់គេទៀតមនុស្សក៏បានរៀបរាប់ប្រាប់ទៅកាន់អាជ្រូកទាំងអស់តែម្ដងគ្រាន់តែនិយាយជាប់នឹងគឺថាអាជ្រូកនឹងអាកែបនឹងភ័យបដ ாய் បន្ទាប់មកមនុស្សក៏ចង់រកជាមួយនឹងឈ្មោះដើម្បីគួរឲ្យលឺក្នុងភពដើម្បីឲ្យអ្នកភូមិនឹងមកចាប់ជាមួយនឹងពួកអាបិសាចពីរក្បាលហ្នឹងអាកែបនោះបានសុំបរទៅកាន់មនុស្សក៏ប៉ុន្តែមនុស្សដើររួទៅមកដើម្បីរកជាមួយអីមកគោះនឹងអាហ្នឹងរូបវាមិនបានឃើញចុងក្រោយស្មានតែអាជ្រូកនឹងវាគ្រាន់បើនេះយ៉ាងចុងក្រោយនេះគឺថាមកធ្វើការឲ្យគេដដែលនេះឥឡូវសួរថាមកជួយគេឬមកឲ្យគេប្រើធ្វើការមកដល់កន្លែងនេះគឺគេមកអង្គុយបាក់ចិត្តទាំងពីរនេះអញ្ចឹងគ្នាយើងគេសាតាមស្ទូក្រោយមកនោះក៏ថាឆ្លោះគ្នាទៀតដែរគ្នាយើងហើយអង្គុយសុកៗនោះក៏ពួកគេនឹកឃើញថាពួកគេអត់ស្គាល់ជាមួយនឹងរូបរាងរបស់ក្រុមលោកគ្រូថាងទេហើយធ្វើមិនទៅរកជាមួយនឹងអ្នកដែលមកបន្លំខ្លួនបានបន្ទាប់មកពួកគេក៏ចូលទៅកាន់ផ្សារជួបជាមួយនឹងជាងគំនូឲ្យជាងគំនូនឹងគូសជាមួយនឹងក្រុមរបស់ព្រះសង្ឃថាងដឹងថាមានរូបរាងបែបមិនអីចឹងណាគ្នាយើងបន្ទាប់ពីជាងគំនូគូសហើយ wow so respect ដោយពិតអញ្ចឹងតែជ្រួតពេញចិត្តទេដោយសារតែរូបរាងបនវាណារូបរាងក្នុងគំនូនឹងក៏វាមានអាណាដូចមួយណាគ្នាយើងក៏ឲ្យជាងគំនូគូសរូបមកផ្ទាំងទៀតជ្រុកក៏ទៀមទីឲ្យជាងគំនូគូសបែបនេះបែបនោះអញ្ចឹងទៅតែជាងគំនូខឹងក៏អត់គូសទេក៏ដើរចេញទៅហ្មងតែមានណា
ណាជ្រូកឆ្លាប់ដែរក៏បានបាច់ទៅវិញម្យ៉ាងទៅលើតុកសត្វទៅពេលនោះជាងកនូមកវិញម្ដងមកហ្នឹងគឺមកស៊ីស្រឹងទៅលើតុកហ្នឹងឯងដោយសារតែជាងកនូរបស់យើងគឺជាសត្វមន់តបពីស៊ីឆ្អែតហើយមន់របស់យើងក៏បានគូគំនូបន្តទៀតតាំងពីថ្ងៃរះរហូតដល់ថ្ងៃលិចឃើញថាបានគំនូឡើងបន្តិចតិចផ្ទាំងទេអាជ្រូកនៅហាងកែបហ្នឹងក៏បានធ្វើការបើកម្ដងមួយរហូតដល់រូបចុងក្រោយគឺស្អាតខ្លាំងមែនទែនទៅវាមិនមែនតែស្អាតទេគ្រាន់ថាវាស៊ីជាមួយនឹងរូបរាងរបស់អាជ្រូកនៅហាងកែបហ្នឹងហើយទីបំផុតហ្នឹងគឺថាហាងកែបហ្នឹងបានរកជាមួយនឹងលបាំងមុខរបស់តាកប៉ោងមួយមកពាក់គឺថាដូចមែនទែនតមកពួកគេក៏បន្តដើររកជាមួយនឹងអ្នកដែលមានរូបរាងឬក៏ដូចទៅនឹងផ្ទាំងគំនូរបស់ពួកគេហ្នឹងណារកពេញមួយថ្ងៃថាគ្មាននរណាដូចទេពួកគេក៏សម្រេចចិត្តថាអង្គុយនៅមុខព្រះវិហារមួយសត្វទៅពេលនោះគឺបានលឺសំឡេងចេញពីព្រះវិហារហ្នឹងបងងាយឡើងថ្លៃដល់ពេលកលេចមើលទៅគឺឃើញជាមួយនឹងកន្ទុយរបស់អាសត្វមួយដែលបក់រវេចអាសត្វមួយហ្នឹងមានឈ្មោះថាអ៊ីម៉ាថលប៉ុន្តែគណៈពេលហ្នឹងគឺគេបានលាតជាមួយនឹងរូបគំនូឃើញថាអាសត្វមួយហ្នឹងគឺវាស្តៀងទៅនឹងក្នុងរូបគំនូនឹងខ្លាំងមែនទែនហើយពួកគេទាំងពីរក៏បានរៀបរាប់ជាមួយនឹងដំណើរដើមតងក្នុងការបន្លំខ្លួនធ្វើជាសង្ខាងនិងកូនសិស្សរបស់សង្ខាងដែលនឹងទៅចម្លងថននៅភាគខាងលិចគេគិតថាអ៊ីម៉ាថលនឹងមិនទៅជាមួយទេសត្វតែកលេចមើលម្ដងទៀតពុំសប្រាប់តែម្ដងគឺថាអាសត្វនឹងទៅវិចលឿនខ្លាំងមែនទែនដោយសារតែអ៊ីម៉ាថលដឹងថាវាត្រូវការជាមួយនឹងសត្វស្វាមួយទៀតហើយអ៊ីម៉ាថលនឹងក៏នាំពួកគេទៅជួបជាមួយនឹងអាសត្វស្វានឹងតែម្ដងតែអាសត្វស្វានឹងគឺវាមានលក្ខណៈថាដូច introvert អញ្ចឹងយើងវាខ្លាចគេអញ្ចឹងដោយសារតែពុកម្ដាយបងវាត្រូវបានពួកបិសាចនឹងសម្លាប់ពួកបិសាចនឹងមានអីក្រៅពីពួកអា King Kale នឹងទេកន្លែងអាសត្វកែបធ្វើការដំបូងគ្នាឥឡូវនេះពួកគេបានមកដល់រូងភ្នំហើយគេក៏អង្គុយញ៉ាំអីលេងសិនចឹងគ្នាដោយសារតែអត់ដឹងថាអាស្វានឹងវាទៅណាពេលនោះក៏មានជាមួយនឹងទឹកអ្វីម្យ៉ាងធ្លាក់មកពីខាងលើគ្នាយើងហើយដល់ពេលវាកលេចទៅមើលវ៉ាគឺជាទឹកមាត់របស់អាសត្វស្វានឹងសោះដល់មកពួកគេក៏បានបញ្ចុះបញ្ចូលអាសត្វស្វានឹងថាកំខ្លាចអីពួកយើងទៅភាគខាងលិចដើម្បីយកកំពីថដើម្បីឲ្យជីវិតរបស់ពួកយើងនឹងអមតៈអីចឹងណាតែច្បាស់ណាស់ថាទៅខាងក្រៅនឹងជួបជាមួយនឹងមនុស្សច្រើនហើយអាស្វានឹងគឺវា introvert វាខ្លាចមនុស្សគ្នាអញ្ចឹងពួកវាក៏ព្យាយាមបញ្ចុះបញ្ចូលថាវាមិនអីទេចូលលើកទី1បានក៏បញ្ចុះបញ្ចូលលើកទី2ហើយម្ដងនេះមានតែអាកែបមានតែអាសត្វស្អីអាសត្វអ៊ីម៉ាថលហ្នឹងគឺឥឡូវយើងដាក់ឈ្មោះថាវាអាសាទៅចោលអាស្វានឹងថាទៅខាងក្រៅអាចជួបជាមួយនឹងសត្វស្វាញីឬក៏ពូជអម្បូររបស់អាសត្វគីងកុងហ្នឹងណាគ្នាហើយគណៈពេលនោះដែរសត្វស្វាគ្រាន់តែឃើញជាមួយនឹងអាផ្លាកហ្នឹងវាយើងឲ្យគ្នាភ័យឡើងអស់bởiសារតែផ្លាកសញ្ញាហ្នឹងគឺជាមនុស្សដែលបានធ្វើការនៅ King Kale ហ្នឹងកន្លែងដែលសាលាពុកម្ដាយរបស់វាអញ្ចឹងណាអញ្ចឹងធ្វើវាភ័យខ្លាំងមែនទែនដោយសារតែការលួងលោមនិយាយអត់ស្ដាប់គ្នាអាចជ្រួលក៏ខឹងមែនទែនក៏ចូលទៅថាឲ្យអាសត្វស្វានឹងតែម្ដងនេះគឺជាផ្លូវតែមួយគត់ដែលឲ្យឯងចេញក្រៅបានណាគ្នាយើងឲ្យចុងក្រោយហ្នឹងគឺថាទៅដដែលគឺទៅហ្នឹងគឺទៅទាំងទឹកភ្នែកគ្នាយើងដើរបដៅយំបដៅអីចឹងទៅហើយបើនិយាយពីអាសត្វកែបនេះដែលប្រឡងខ្លួនធ្វើជាសង្ខានហ្នឹងគឺថាបែកគោតបាត់ទៅហើយដោយសារអីគឺដោយសារតែពលសេះហ្នឹងឯងទីចុងក្រោយហ្នឹងគឺថាដើរទាំងអស់គ្នាតែម្ដងខណៈពេលដែលកំពុងតែដើរហ្នឹងអាជ្រូកសួរទៅកាន់អាស្វាថាហើយចង់ដើរឬក៏ចង់ជិះសេះបាក់និយាយជាមួយអាស្វាអត់ស្ដាប់គ្នាគឺថាចង់អាស្វាហ្នឹងជាប់ជាមួយនឹងសេះបដៅហើយថ្ងៃក៏ដូចជារៀនជ្រេដែរពួកគេក៏បានធ្វើការសម្រាប់កន្លែងដុំថ្មមួយនៅលើភ្នំហ្នឹងហើយដោយសារតែពួកគេនឹងឃ្លានផងអត់ដឹងថាធ្វើម៉េចពួកគេក៏សម្រេចចិត្តថាទៅបណ្បាត់នៅក្នុងភូមិមួយពួកគេបានពិភាក្សាគ្នាពេលទៅដល់កន្លែងអ្នកភូមិហ្នឹងពួកគេអត់ត្រូវនិយាយអីទេឲ្យតែប្រសងខាងហ្នឹងជាអ្នកនិយាយបានហើយគឺអាកែបយើងហ្នឹងជ្រុងក៏បានទៅប្រាប់អាស្វាថាឲ្យធ្វើតាមគេទៅមិនបាច់មាត់មិនបាច់អីទេនៅតែស្ងៀមទៅគឺវាងាយស្រួលសម្រាប់វាហើយពួកភាគ4នេះគឺគេបានរកគ្នាគ្រប់ចំនួនហើយគ្នាមើលថាតើភាគបន្តនេះនឹងទៅជាយ៉ាងណាកុំភ្លេចតាមដានជាមួយនឹង admin ទាំងអស់គ្នាមុននឹងចូលដល់វីដេអូយើងខ្ញុំសង្ឃឹមតែគ្នាយើងដែលមកក្រោយបញ្ជាក់អាក្រក់កុំភ្លេចជួយចុច subscribe និងដាក់សញ្ញាកណ្ដឹងឲ្យ admin ម្នាក់មួយផងអញ្ចឹងសាច់រឿងបន្តរបស់យើងគឺស្ថិតនៅក្នុងភូមិមួយគណៈពេលនោះដែរគឺមានក្មេងស្រីម្នាក់បានធ្វើការបើកទ្វារក៏សត្វតែឃើញជាមួយនឹង3សាយទាំង4ក៏បាននឹងតែម្ដងហើយពួកគេមកទីនេះគឺមានបំណងចង់បិណ្ឌបាតតែគ្នាក្មេងស្រីម្នាក់នោះក៏បានលន់មាត់ស្រីមួយទំហឹងថា3សាយហើយក្មេងស្រីម្នាក់នោះក៏បើកទ្វារយ៉ាងលឿនតែម្ដងពួកគេបានគិតថាប្រហែលជាក្មេងម្នាក់ហ្នឹងគឺខ្លាចជាមួយនឹងមុខមាត់របស់ពួកគេម្ដងនេះគឺគេមកបិណ្ឌបាតម្ដងទៀតហើយប៉ុន្តែពេលនោះអ្នកភូមិបើកទ្វារមកគឺឃើញថាពួកគេបិទមុខដូចជាចៅអញ្ចឹងហើយក៏ស្រែកមួយទំហឹងថាចៅហើយស្រាប់តែពេលនោះអ្នកភូមិបានឃើញគ្នាយើងមានតែគេថាអ្នកភូមិដេញវាយពេញទឹកពេញដីតែម្ដងដោយសារតែអ្នកភូមិទាំងអស់ហ្នឹងគឺថាពួកគេជាចៅហើយស្រាប់តែពួកគេរត់សុកសុនហ្នឹងក៏បានទៅជួបក្មេងប្រុសម្នាក់តែក្មេងប្រុសម្នាក់ហ្នឹងកំពុងតែញ៉ាំជាមួយនឹងសាច់មាន់នៅក្បែរមាត់ទឹកដោយសារតែបិសាញ់កែវគឺវាឃ្លានឡើងពេកក៏វាធ្វើការសុំជាមួយនឹងសាច់មាន់របស់ក្មេងតែបន្តិចក៏បានដែរហើយកូនក្មេងហ្នឹងក៏បានសួរទៅកាន់ពួកគេថាគេជាអ្នកណាតែពួកគេគឺជាប្រសងខាងមែនទេខាងកែវហ្នឹងគឺសប្បាយចិត្តមែនតែទីបំផុតគឺមានមនុស្សដែលជឿជាក់លើពួកគេហើយបន្តមកក្មេងហ្នឹងក៏បានសើចចំអកពួកគេហើយបាននិយាយថាគាត់ថាពាក់មួកហ្នឹងគឺដូចទៅនឹងທາງសានមែនទេកុំព្យាយាមកុហកក្មេងអីហើយក្មេងហ្នឹងក៏បានបន្តទៀតថាម្នាក់នោះគឺជាអាសាមែនទេហើយបិសាញ់ហ្នឹងគឺសប្បាយចិត្តមែនទេគាត់ថាហេតុអីក្មេងនេះស្គាល់ឈ្មោះរបស់វាក្មេងហ្នឹងបាននិយាយថាឯងគឺមិនដូចទៅនឹងអាសានោះទេព្រោះអីអាសាគឺមានជាមួយនឹងពុកចង្ការធំប៉ុន្តែបិសាញ់ហ្នឹងគឺអត់មានពុកចង្ការនោះទេក្មេងហ្នឹងបានបន្តទៀតថាសុនខុងត្រូវតែមានជាមួយនឹងដំបងផងវាស៊ូបាជ័យគឺត្រូវតែមានជាមួយនឹងរណោះហើយអាសាគឺជាអ្នកស្ពាយអីវ៉ាន់ហើយមួយទៀតអាសាគឺជាមនុស្សដែលនិយាយច្រើនមែនទេក្មេងប្រុសហ្នឹងគឺបានដើរមកជិតអាស្វាហើយបាននិយាយថាសុនខុងគឺមិនដែរយំនោះទេព្រោះអីសុនខុងគឺជាអ្នកកំចាត់បិសាញ់មួយសបកក្រោយមកហ្នឹងគឺថាក្មេងប្រុសត្រូវបានម្ដាយបនវាហៅទៅផ្ទះហើយព្រោះអីដល់ម៉ោងបាយល្ងាចហើយមុននឹងត្រឡប់មកវិញក្មេងប្រុសបាននិយាយថាព្រះសង្ឃគឺមិនអាចឆាន់សាច់នោះទេហើយវាក៏ធ្វើការញាត់សាច់មាត់ចូលមាត់វាទាំងអស់តែម្ដងឥឡូវពេលវេលារបស់យើងគឺរំកិលដល់ពេលយប់ហើយដោយសារតែពួកគេអត់ទាន់បានហូបអីចឹងពួកគេក៏សម័យរៀងខ្លួនចឹងទៅអាកែវហ្នឹងក៏បាននិយាយថាឃើញទេគឺគេអត់អាចកុហកក្មេងបានទេព្រោះជ្រួងងើបមកថាវាមិនជឿទេបន្ទាប់មកជ្រួងក៏បានដើរទៅចិត្តអាស្វាថាឲ្យនិយាយតាមវាមកនិយាយថាខ្ញុំគឺជាស្ដេចស្វាសុនខុងព្រោះគ្នាស្ទើរតែពេញមួយយប់ព្រលឹមឡើងហ្នឹងគឺថាអបិសាញ់កែវគឺលីជាមួយនឹងអណផងដំបងផងក៏ដូចជាប៉ែលមួយផងដែរស្រាប់ជួបជាមួយនឹងអបិសាញ់នេះគ្នាយើងដំបងហ្នឹងគឺថាជាបិសាញ់ផ្សេងណាគ្នាយើងដល់ពេលមើលចុះមើលឡើងគឺអាសាទេមានបានមកពីណាទេគឺរោមរបស់អាស្វាហ្នឹងលេទៅមើលអាស្វាហ្នឹងជ្រួងគឺថាឆ្លុះគ្នាមួយយប់ឯគ្នាយើងបរៀនអត់ចេះតែមកជ្រួងហ្នឹងខឹងមែនទែនបរៀនអាស្វាមួយយប់គឺអត់ចេះទេអាពាក្យម៉ាំងគីឃីងហ្នឹងពេលអាកែវមកសួរវាឆ្លើយថាកុងគីងជ្រួងស្ទើរតែចង់ស្លាប់ជាមួយនឹងអាស្វាហ្នឹងហើយក៏ប៉ុន្តែបានអាកែវហ្នឹងបានគាត់តហើយក៏ទៅលួងលោមអាស្វាហ្នឹងថាចាំគេជាអ្នកបង្រៀនវាក៏លេទៅមើលអាសាគឺបានជាមួយនឹងប៉ែលមួយតែជ្រួងគិតថាវាមិនដល់គ្រប់គ្រាន់ទេដូចជានៅខ្វះអ្វីមួយយ៉ាងជ្រួងក៏បានយកដូនស្មោជាមួយនឹងពីរដុំហើយចង់ជាមួយនឹងស្មោងដើម្បីឲ្យអាសាហ្នឹងស្វីក៏លេទៅមើលជាមួយនឹងអាស្វាហ្នឹងអាកែវវិញអាកែវនេះបរៀនអាស្វាម៉ាំងគីឃីងប៉ុន្តែទោះជាបរៀនវាយ៉ាងណាក៏វានៅតែនិយាយមិនចេញដែរនៅតែកុងគីងនៅហ្នឹងកាន់មកដល់ពេលយប់ទៀតហើយគ្នាពួកគេទាំង4បានធ្វើដំណើរទៅដល់ព្រះវិហារដ៏ចាស់មួយហើយសង្ឃឹមថាទីនោះនឹងមានអីញ៉ាំទៅចុះបើសិនជាយប់នេះពួកគេអត់មានអីហូបទេពួកគេនឹងស្លាប់ទាំងអស់ពេលនោះពួកគេក៏សម្រេចចិត្តទៅគោះទ្វារតែម្ដងពេលនោះគឺលេចជាមួយនឹងវត្តមានព្រះសង្ឃដ៏ចំណាស់មួយអាកែវក៏បានប្រាប់ទៅព្រះសង្ឃថាពួកគេជាអ្នកដំណើរមកពីទិសខាងកើតទៅទិសខាងលិចដើម្បីស្វែងរកគម្ពីរថតប៉ុន្តែដោយសារតែឥឡូវនេះពួកគេឃ្លានខ្លាំងមែនទែនអញ្ចឹងហើយក៏សម្រេចចិត្តធ្វើការបិណ្ឌបាតនៅទីនេះ
តែម្ដងដោយសារតែព្រះសង្ឃគាត់រៀនចំណាស់ដែរហើយគាត់ជាមនុស្សដែលធ្វើបន់ផងគាត់ក៏បាននាំពួកគេនឹងចូលទៅខាងក្នុងដើម្បីញ៉ាំអាហារកំពុងតែញ៉ាំសុខសន្តិអាកាសក៏ហូរទឹកភ្នែកហើយវាបាននិយាយថាវាធ្លាប់ធ្វើម្ហូបឲ្យគេញ៉ាំប៉ុន្តែពេលនេះគឺមានអ្នកដែលធ្វើម្ហូបឲ្យវាញ៉ាំហើយដូច្នេះវាពិតជារំភើបខ្លាំងមែនទែនខណៈពេលនោះដែរគឺព្រះសង្ឃបានសួរថាឯណាស្បោះរបស់ពួកគេបានប្រាប់ព្រះសង្ឃចំណាស់នោះថាស្បោះជីពររបស់គេនឹងគឺត្រូវបានពួកអបិស័យលួចបាត់ទៅហើយព្រះសង្ឃក៏តបទៅវិញថាគាត់មានជាមួយនឹងស្បោះជីពរមួយចំបកោទៅកាន់ព្រះសង្ឃថាហើយសង្ឃថាព្រះសង្ឃថានឹងថែរក្សាវាឲ្យល្អព្រោះអីក៏ចាស់ហើយពេលថ្ងៃបន្តពួកគេក៏បន្តដំណើរចេញពីព្រះវេទដ៏ចំណាស់មួយនោះហើយឆ្ពោះទៅទិសខាងលិចបន្តទៀតដើម្បីរកជាមួយនឹងគម្ពីរធម៌ដល់រហូតដល់អស់កម្លាំងពួកគេក៏សម្រាប់នៅក្រោមដើមឈើមួយហើយជ្រូកក៏បានលឺសំឡេងអាសាហៅតែសិស្សបងទី2លោកគ្រូត្រូវបានគេចាប់អត់ទៅហើយជ្រូកគិតថាអាសាគឺកំពុងតែរៀនសម្ដែងឲ្យវាសម្ដែងឲ្យល្អទៀតទៅពេលនោះអាសាក៏មកប្រាប់បន្ថែមទៀតថាលោកគ្រូគឺត្រូវបានគេចាប់យកទៅហើយក៏លេចទៅមើលអង្កែរបស់យើងវិញឥឡូវនេះកំពុងតែជាប់ចំណងនៅពីលើឆ្នាំងស៊ុបមួយដែលគេកំពុងតែដាំទឹកដើម្បីធ្វើការចំអិនម្ហូបមិនចំអិនម្ហូបអីគឺចំអិនព្រះសង្ឃថាងខ្លាំងៗហ្នឹងពេលនោះអង្កែគឺភ័យខ្លាំងមែនទែនហើយវាក៏បានប្រាប់ទៅកាន់ពួកអបិស័យថាវាមិនមែនជាព្រះសង្ឃថាងនោះទេវាគឺជាជនបន្លំខ្លួននោះទេហើយវាខំប្រឹងរៀនដានភ្លឹបមួយទទួលក្រោយមកគេបានធ្វើការដោះជាមួយនឹងស្បង់ជីពណ៌របស់វាចេញហើយបន្តមកឃើញថាវាពិតជាអង្កែពិតមែនប៉ុន្តែសត្វបិសាចនោះក៏បានសើចថាទៅមានល្បិចអីទៀតអត់វាមិនជឿនោះទេហើយវាក៏បានបញ្ជាឲ្យកូនចៅធ្វើការទម្លាក់អង្កែនោះចូលក្នុងឆ្នាំងនឹងតែម្ដងធ្លាក់លើសុទ្ធតែភ្លុងហើយកាត់មកដល់ខាងក្រៅគឺយើងបានឃើញជាមួយនឹងអាជ្រូកហើយនឹងគ្នាវាកំពុងតែពិភាក្សាគ្នាហើយសារទៅពេលនោះអាកងអង្គរៈដែលយាមនៅមាត់ទ្វារនោះក៏វាបានលឺសំឡេងចេញពីក្រោយថ្មនៅពេលដែលវាទៅគឺវាឃើញជាមួយនឹងគ្នារបស់ជ្រូករហូតដល់3នាក់មានទាំងអាសាកំពុងតែសម្លេងអាវុធទៀតដូច្នេះហើយវាក៏រត់ទៅ5មេបនវាតែម្ដងថានៅក្រៅគឺមានជាមួយនឹង3សាច់3នាក់ដែលម្នាក់គឺជាជ្រូកដែលម្នាក់ទៀតគឺជាមហាទេពស្មាមេហើយជាមួយនឹងម្នាក់ទៀតមិនដឹងជាស្អីនោះទេហើយអង្កែបរបស់យើងតងាប់ទេនោះពេលនេះក្រុមជ្រូកគឺបានចេញប្រតិបត្តិការទៅរំដោះជាមួយនឹងលោកគ្រូបនគេហើយដែលជាអង្កែបនឹងឯងសត្វតែចេញមកភ្លាមនោះគឺមិនបានវាយគ្នាទេគ្នាយើងក៏លេចទៅមើលគ្នាគេគឺច្រើនមែនទែនតែពិតគេមកស្វាគមន៍តដោយសារនេះគឺជាទំនៀមទម្លាប់របស់ពួកគេក្នុងការស្វាគមន៍ភ្ញៀវថ្មីដូច្នេះហើយគេក៏រត់មកចាប់ដៃជាមួយនឹងពួកអបិសនឹងតែម្ដងហើយនាំពួកគេចូលទៅខាងក្នុងតែពេលចូលទៅខាងក្នុងនោះបានដឹងថាតែពិតអាទឹកនឹងគឺវាអត់ក្តៅនោះទេគឺវាក្តៅអ៊ុនៗហើយក្រុមបិសាចបានចេញពួកគេទាំង4ឲ្យងុយទឹកក្តៅនឹងតែម្ដងមាននឹងក្រុមអបិសាចតូចៗជួយដោះក្អាតឲ្យទៀតលយកប់សេរីបន្ទាប់ពីមួយទឹកបានស្អាតហើយពួកគេក៏ចេញមកវិញដោយមានជាមួយនឹងរបស់មកវិញផងដែរដែលអាស្វាមានជាមួយនឹងអាមួកមកកត់មានអាស្នែងពីខាងលើនឹងគេហៅអីទេចំណែកអាសាគឺមានជាមួយនឹងដំបងថ្មីក៏ដូចជាខ្សែកងកម្មផងដែរធ្វើឲ្យអង្កាមនោះខឹងខ្លាំងមែនទែនដោយសារវាចំណែនគេគ្នាវាមានបានអីសោះដើរបណ្ដាឆ្លុះគ្នាបណ្ដាអញ្ចឹងទៅហើយអាស្វាដែលតែខ្លួនឯងដើរត្រង់ណានោះទេឲ្យដូចជំនន់សុនខុងអាចជ្រុកក៏ហៅអាស្វាឲ្យដើរខាងមុខហើយដើរលីដបងមកគឺដូចសុនខុងហើយពួកគេក៏បន្តដំណើរទៀតទៅទិសខាងលិចដើម្បីរកគម្ពីរធម៌បន្តសេចក្ដីរបស់យើងគឺយើងបានឃើញថាក្រុមបិសាចទាំង4នោះគឺបានដើរចូលទៅដល់ភូមិមួយប៉ុន្តែនៅក្នុងភូមិនោះហាក់បីដូចជាស្ងប់ស្ងាត់ខ្លាំងមែនទែនពួកគេខំកលេចឆ្វេងកលេចស្ដាំក៏នៅតែមិនមានមនុស្សដែរហើយស្រាប់តែដល់ផ្ទះមួយនោះពួកគេក៏សម្រេចចិត្តថាគោះទ្វារហៅគេក្រែងលោកមានមនុស្សនៅខាងក្នុងអីអញ្ចឹងណាក៏ស្រាប់តែពេលនោះអ្នកភូមិក៏បានបើកទ្វារអង្កែបក៏បាននិយាយទៅប្រាប់អ្នកភូមិថាពួកគេមកពីភូមិខាងកើតដើម្បីទៅរកគម្ពីរធម៌នៅភូមិខាងលិចពួកគេបានឆ្លងកាត់ភូមិមួយនេះក៏សំបិនបានដោយសារតែរូបរាងរបស់ពួកគេនឹងគឺដូចទៅនឹងបិសាចដូច្នេះហើយអ្នកភូមិក៏ហៅមេភូមិឲ្យមកមើលមេភូមិបានរៀបរាប់ថាដោយសារតែនៅក្នុងភូមិនេះគឺមានបិសាចកដោលសមួយអ្នកភូមិទាំងអស់អាចធ្វើអីបិសាចកដោលនោះបានទេបិសាចកដោលនោះគឺតែងតែបំផ្លិចបំផ្លាញផ្ទះរបស់ពួកគេមិនថាដំណាំឬក៏របស់នៅក្នុងផ្ទះនោះទេអាចជ្រុកគ្រាន់តែលើថាកដោលភ្លៀងគឺថាមិនអីទេចាំគេចាប់ការឲ្យដោយសារតែគេគិតថាកូនកដោលនេះគឺគ្មានអីអស្ចារ្យទៅឲ្យគេជាអ្នកចាប់ការខ្លួនឯងអ្នកភូមិក៏បាននាំពួកគេមកកាន់ផ្ទះដ៏ចំណាស់មួយដែលផ្ទះដ៏ចំណាស់មួយនោះហើយគឺជាកន្លែងបិសាចកដោលរស់នៅគាត់ទៅពួកគេចូលមកដល់ភ្លាមគឺថាវាបិទក្រឹបតែម្ដងធ្វើឲ្យពួកគេនឹងភ័យស្លន់ស្លោខណៈពេលនោះគឺយើងក៏បានឃើញជាមួយនឹងបិសាចកដោលនឹងហើយហើយបិសាចកដោលនឹងសួរថាពួកឯងមកទីនេះធ្វើអីអាចជ្រុកក៏តបទៅវិញថាគឺយើងមកចាប់ឯងនឹងហើយឆាប់ចោះចាញ់ឥឡូវភ្លាមទៅអាចជ្រុកក៏បន្តទៀតថាតើឯងមិនស្គាល់ពួកយើងទេមែនទេបិសាចកដោលថាឯងជាអ្នកណាសូម្បីតែអាចជ្រុកឲ្យអាស្វាណែនាំខ្លួនក៏គេមិនស្គាល់ដែរបិសាចកដោលក៏បានសួរទៅកាន់ពួកគេថាបើថាមិនវាយគ្នាទេពួកឯងចេញទៅក្រៅទៅពេលនោះអាសាក៏ស្ទុះវឹងទៅវាយជាមួយនឹងបិសាចកដោលនឹងក៏ប៉ុន្តែត្រូវកដោលនឹងដាក់មួយខែសន្លប់បាត់ហើយអាចជ្រុកក៏បន្តវាយទៀតវាយចុះវាយឡើងគឺវាយគេមិនត្រូវនោះទេក៏ស៊ីមួយដៃរបស់គេវិញចំណែកអាស្វាមិនតាន់បានវាយផងក៏ត្រូវមួយដៃដែរចំណែកអាក្រក់របស់អង្កែបក៏ត្រូវមួយជង្គង់សន្លប់ទៅពេលនោះបិសាចកដោលខឹងខ្លាំងមែនទេដោយសារតែអង្កែបនឹងបានហៅវាថាកដោលវាមិនរងនឹងចាក់សម្លាប់អង្កែបក៏ប៉ុន្តែអាចជ្រុកមកចាប់តាន់ហើយមិនដឹងជាស្អីទេអង្កែបនោះទៅវាយគេគ្មានជឿអីមិនទេក៏ត្រូវបិសាចកដោលនឹងធាក់ឲ្យប៉ាំងទៅសន្លប់ម្ដងទៀតបិសាចកដោលនឹងក៏បំរុងនឹងវាយជាមួយនឹងអាជ្រុកហើយក៏ប៉ុន្តែបានអាស្វារត់មកបុកតាន់តែបោកនេះគឺមិនធម្មតាទេគឺជាប់ជាងទាំងពីរអ្នកតែម្ដងអាកដោលមិនសូវអីទេខ្លាំងអាជ្រុកនឹងគឺថាទៅវិចមុខវិចមាត់អស់ហើយប៉ុន្តែជាចុងក្រោយពួកគេក៏បានចាប់ជាមួយនឹងអាកដោលនឹងបានសម្រេចក៏ប៉ុន្តែមិនបាច់មើលមុខពួកគេទេពេលនោះគឺថាអ្នកភូមិអស់ខ្លាំងមែនទេបន្ទាប់មកអ្នកភូមិក៏បានឲ្យជាមួយនឹងអំណាចខ្លះៗទៅកាន់ពួកគេដូចជាស្បែកជើងនំនែកចំណេញចំណុចដើម្បីបន្តដំណើរតទៅមុខទៀតក្នុងការបន្តដំណើររបស់ពួកគេនេះគឺយើងឃើញថាមានកូនបិសាចមួយបានលក់មើលគេពីលើប៉ុន្តែយើងអត់ដឹងថាជាកូនចៅរបស់ពីណាទេដល់មកដល់ពាក់កណ្ដាលផ្លូវពួកគេក៏បានជួបជាមួយនឹងបុរសចំណាននិងស្ត្រីចំណាស់ម្នាក់ជាមួយនឹងក្មេងតូចផងដែរពួកគេក៏បានចែករំលែកជាមួយនឹងចំណីអាហារទៅឲ្យពួកគាត់កាត់មកដល់កន្លែងបិសាចឆ្កែគឺថាកូនចៅរបស់គេបានមកប្រាប់ថាមានព្រះសង្ឃ4នាក់នៅខាងក្រៅនៅក្នុងនោះក៏មានជាមួយនឹងស្ដេចស្វាផងដែរបិសាចឆ្កែស្មានតែពួកហ្នឹងគឺជាពួក fake ឬក៏ពួកខ្លែងក្រៃអញ្ចឹងណាដោយសារតែការពិភាក្សាមុនហ្នឹងគេបានជួបជាមួយនឹងព្រះសង្ឃខាងម្ដងហើយតែគេគិតថាពួកគេទាំង4នេះគឺជាជនបន្លំហើយពួកគេក៏ប្រយុទ្ធគ្នាធ្វើឲ្យបិសាចឆ្កែហ្នឹងស្លាប់បាត់ទៅចំណែកបងបិសាចឆ្កែហ្នឹងចេញពីបន្ទប់ទៅក៏បានឃើញបងខ្លួនឯងត្រូវគេសម្លាប់ហើយក៏ដាក់មេប្រូចហ្នឹងរត់បាត់ទៅក៏លេចទៅមើលអាជ្រូកយើងវិញពួកគេបានដើរដល់ផ្លូវបំបែកមួយដែលម្ខាងគឺទៅផ្ទះអាជ្រូកហើយម្ខាងទៀតគឺទៅរកគម្ពីរធម៌ប៉ុន្តែដោយសារអាជ្រូកហ្នឹងគិតថាគេមិនតាន់ទៅផ្ទះទេគេចង់ទៅរកគម្ពីរធម៌សិនក៏ប៉ុន្តែអង្កែបក៏បានប្រាប់ថាមិនអីទេយើងអាចស្នាក់នៅទីនេះសិនមួយថ្ងៃបានដូច្នេះពួកគេក៏បានចូលទៅកាន់ផ្ទះរបស់អាជ្រូកតែម្ដងប៉ុន្តែអាជ្រូកមិនដឹងថាអ្នកណាទេមកស្ទង់ខ្មៅអាជ្រូកក៏ប្រាប់ថាគឺជាគេអាជ្រូកក៏បានចែករំលែកជាមួយនឹងអាហារខ្លះៗទៅកាន់បងប្អូនរបស់គេនិងគ្រួសាររបស់គេពេលនោះម្ដាយអាជ្រូកក៏បានសួរគេថាឯងបានរបស់ទាំងនេះមកពីណា
អាចជ្រុកក៏តទៅវិញថាអ្នកភូមិគឺជាអ្នកឲ្យពួកគេប៉ុន្តែពីសំណេះសំណាលគ្នារួចម្ដាយជ្រុកក៏ចេញទៅស្រែកមួយចំហឹងតែម្ដងដើម្បីឲ្យអ្នកនៅក្នុងព្រៃនឹងបានលឺថាកូនប្រុសច្បងរបស់គាត់នឹងបានត្រឡប់មកវិញហើយបានអួតគេថាកូនរបស់គាត់គឺធ្វើការនៅក្នុងឃីងខេវគណៈពេលនោះដែរជ្រុកក៏បានសួររកឪពុករបស់គេឪពុករបស់ជ្រុកគឺកំពុងតែឈឺដេកនៅលើកំរាលហើយជ្រុកក៏បានណែនាំមិត្តភក្តិរបស់ពួកគេឪពុករបស់ជ្រុកក៏ងាកក៏ដឹងបាត់ហើយថាម្នាក់ព្រះសង្ឃខាងម្នាក់សុនខុងហើយកូនបាត់គឺជាស៊ូប៉ាជេប៉ុន្តែជ្រុកបាននិយាយថាកុំនិយាយលឺអីខ្លាចម្ដាយវាលឺព្រោះឯពួកគេពេលនេះកំពុងតែចេញពីទិសខាងកើតដើម្បីទៅភៀកខាងលិចរកកំពីធរដោយសារតែសប្បាយចិត្តខ្លាំងពេកគាត់ក៏បានព្យាយាមដើរម្ដងទៀតព្រោះឯគាត់ចង់ឲ្យកូនគាត់ធ្វើអ្វីដែលកូនគាត់ចង់ធ្វើគាត់ដឹងថានៅក្នុង King Care នោះគ្មានអីទេគឺគ្រោះថ្នាក់ណាស់ដូច្នេះកូនអាចធ្វើជាទេវតាបានអង្គុយនិយាយគ្នាពេញមួយយប់លុះព្រឹកឡើងពួកគេក៏បន្តដំណើរចេញពីទីនោះទៅខាងលិចដើម្បីរកកំពីធម៌បន្តទៀតកលែងមកកាន់ភូមិដែលជ្រុកបានឆ្លងកាត់ហើយកំចាត់បិសាចកដោហ្នឹងគឺយើងបានឃើញជាមួយនឹងអាប្អូនបិសាចឆ្កែហ្នឹងបានរត់មករកពួកគេប៉ុន្តែពួកគេបានចេញផុតពីទីនោះហើយគេរត់មកទីនេះគឺគេចង់មកប្រាប់ថាមានគេបន្លំខ្លួនធ្វើជាប្រសង់ថាកលែងមកមើលជាមួយនឹងក្រុមអាជ្រុកវិញគឺគេបានឆ្លងកាត់ជាមួយនឹងភ្នំជាច្រើនជាមួយនឹងវាខ្សាច់ក៏ដូចជាភ្នំទឹកកកឡើងភ្នំចុះភ្នំច្រើនតង់មែនទែនរហូតពួកគេបានមកដល់ព្រះវិហារមួយហើយយើងក៏បានឃើញថាជាមួយនឹងកូនបិសាចដែលលួចមើលគេកាលពីមុនណាគឺជាកូនចៅរបស់បិសាចធំនេះទេឥឡូវខ្ញុំដាក់ឈ្មោះអាបិសាចណាបិសាចចាំលឿនបន្ទាប់មកវាក៏បានប្រាប់ជាមួយនឹងកូនចៅវារៀបចំកន្លែងនេះក៏ដូចជាកន្លែងទេវតាមួយសន្ទុះក្រោយមកក្រុមអាជ្រុកក៏បានដើរមកដល់មាត់ទ្វារហើយក្រុមទេវតាខ្លាំងៗទៅនោះគឺបានសន្លឹងសន្លប់មុខគេតែម្ដងទេវតាណាមុខឈួតចឹងនេះយើងចេញមកមូលកញ្ញើចឹងមើលទៅលើក៏មានអាអ្នកមុខកញ្ញើមើលទៅក្រោមក៏មានអាមុខកញ្ញើមើលទៅណាក៏សិតតែមុខកញ្ញើចូលមកគេចង់ធ្វើមិនហ្នឹងហើយពេលនេះគឺយើងបានឃើញជាមួយនឹងព្រះយូឡៃខ្លាំងៗបានសួរទៅកាន់ពួកគេថាឯងគឺជាព្រះសង្ឃថាហើយនឹងកូនសិស្សរបស់ឯងមែនទេអាកាក៏បានឆ្លើយទៅវិញថាពិតមែនហើយអាកាក៏បានសួរទៅកាន់ព្រះយូឡៃថាហេតុអីក៏ស្គាល់ពួកគេកូនចៅរបស់ព្រះយូឡៃខ្លាំងៗក៏បាននិយាយថាហេតុអីមិនដឹងបើគាត់ជាព្រះយូឡៃគ្រាន់តែលើព្រះយូឡៃព្រមហ្នឹងអាជ្រុកក៏សុំចេញទៅក្រៅមកផ្លេដោយសារតែពួកគេនឹងមិនទាន់ជឿថានឹងគឺជាព្រះយូឡៃនោះទេព្រោះឯពួកគេគិតថាគេមិនទាន់ដល់ភៀកខាងលិចនោះទេតែនេះគឺជាព្រះពុទ្ធមែនទេពួកគេក៏សម្រេចចិត្តចូលទៅវិញគេថាគ្រាន់តែចូលទៅសួរនាំយកទៅកំពីហើយចេញទៅវិញទៅបានហើយមិនបាននិយាយច្រើនអីនោះទេបន្ទាប់មកពួកគេក៏ចូលទៅគោរពព្រះយូឡៃហើយព្រះយូឡៃខ្លាំងៗបានសួរគេថាតើពិតទៅពួកគេត្រូវមកដល់ថ្ងៃស្អែកនោះទេហេតុអីក៏ពួកគេមកដល់ថ្ងៃនេះលឿនម្ល៉េះក្រុមប្រសង់ខាងពិតគេមកដល់ថ្ងៃស្អែកប៉ុន្តែក្រុមប្រសង់ខាងថ្ងៃខ្លះនេះគេមកដល់លឿនចឹងណាអង្គការក៏ប្រាប់ទៅកាន់ព្រះយូឡៃថាគេធ្វើដំណើរទាំងយប់ទាំងថ្ងៃដូច្នេះទៅគេមកដល់មុនការកំណត់ព្រោះតែគេចង់បានកំពីមួយសន្ទុះក្រោយមកគឺអាទេវតាខ្លាំងៗវាកដាស់ទៅចេញកតុយមកពេលនោះក្រុមអាជ្រុកក៏បានដឹងថាពួកគេគឺជាទេវតាខ្លាំងៗដោយសារតែបែកការហើយអាបិសាចនឹងក៏បានប្រែកាឡាទៅជាអាបិសាចចាំលឿងវិញហើយក្រុមបិសាចទាំងអស់ក៏ប្រែកាឡាមកដូចដើមវិញពេលនោះអាបិសាចនោះខ្លាំងមែនទេក៏ទាញដំបងបងសូននោះខំនោះមកវាយក្បាលខំហើយវាសួរថានេះគឺជាដំបងមាសនឹងមែនទេដំបងមាសណាវាយបាក់អញ្ចឹងពេលនោះអាជ្រុកក៏ហក់មកវាយជាមួយនឹងអាបិសាចចាំលឿងនឹងក៏ប៉ុន្តែមកវាយគេដូចមកអេះខ្នងគេអញ្ចឹងគ្មានជឿអីបន្តិចទេគេលេចទៅមើលអង្គការវិញគឺថាគេស្រាប់កៅអៅចេញគ្នាយ៉ាងហ្នឹងមិនមែនជាប្រសងឋានទេគឺជាអង្គការផ្សោតបន្ទាប់មកពួកគេក៏បោះពួកនឹងចេញក្រៅទាំងអស់តែម្ដងដោយសារតែគេដឹងថាពួកនឹងខ្លាំងខ្លាយហើយពួកគេក៏បន្តដំណើរទៅមុខទៀតក៏បានជួបជាមួយនឹងអ្នកភូមិហើយអ្នកភូមិក៏បានសួរថាជាប្រសងឋានហើយនឹងកូនសិស្សរបស់ប្រសងឋានមែនទេនារីម្នាក់នឹងស្គាល់ពួកគេគឺដោយសារតែមេភូមិដែលឲ្យកម្ចាត់កដោសនឹងគឺជាបងប្អូនរបស់ពួកគេអ្នកភូមិក៏ធ្វើការគោរពទៅកាន់ពួកគេដោយគោលបំណងគឺចង់ឲ្យពួកគេនឹងជួយក្មេងៗនៅក្នុងភូមិមួយសន្ទុះក្រោយមកក៏លេចជាមួយនឹងវត្តមានអាបិសាចខ្លាគ្រាន់តែចេញមកព្រឹកគឺវាបាននិយាយថាវាត្រូវការក្មេងបន្ថែមអាបិសាចខ្លានឹងគឺជាកូនចៅរបស់អាបិសាចចាំលឿងមុនហ្នឹងគ្នាពេលនោះគឺវានាំគ្នាចាប់ជាមួយនឹងក្មេងៗបំរុងចាប់ក្មេងមួយទៀតហើយអាជ្រុកក៏បានចេញមកតន់ហើយវាបានប្រាប់ទៅកាន់បិសាចខ្លាថាឯងមិនអាចប៉ះជាមួយនឹងក្មេងស្រីនេះសូម្បីតែមួយសរសៃសក់មិនទាន់បានបញ្ចេញបាយកូនផងត្រូវមួយជើងបនគេសន្លប់បាត់ហើយគណៈពេលនោះដែរអាស្វាក៏ហត់ទៅវាយជាមួយនឹងអាបិសាចខ្លាប៉ុន្តែអាបិសាចខ្លាចាប់អាសាក៏លោតធាក់ក៏ប៉ុន្តែពួកគេអាចធ្វើអីទៅលើអាបិសាចខ្លានឹងបានទេក៏ត្រូវបានអាបិសាចខ្លានឹងវាយឲ្យសន្លប់ទៀតអាបិសាចខ្លានឹងក៏ប្រមាថទៅកាន់អាជ្រុកតែម្ដងទោះបីជាអាកែទៅសុំបងឲ្យដល់លេអាជ្រុកនឹងក៏គេមិនដល់លេងដែរចុងក្រោយនឹងគេបានបង្ហាញថាវាគឺជាសត្វជ្រូកព្រៃនោះទេមិនមែនជាអ្នកចម្លងថតទៅទិសខាងលិចអីនោះទេពេលនោះអ្នកភូមិក៏បានខឹងខ្លាំងមែនទេដោយសារតែក្រុមរបស់អាជ្រុកនឹងធ្វើការកុហកទៅកាន់ពួកគេអាជ្រុកក៏ព្យាយាមបញ្យល់ដែរក៏ប៉ុន្តែគ្មានអ្នកណាយល់នោះទេចុងក្រោយពួកគេនឹងក៏ត្រូវបានឃុំខ្លួនប៉ុន្តែមួយសន្ទុះក្រោយមកគឺយើងបានឃើញជាមួយនឹងអាបិសាចឆ្កែដែលវាបានតាមរកជាមួយនឹងក្រុមប្រសង់ឋានខ្លាំងៗនឹងយូរមកហើយដោយសារតែគេសួរអ្នកនេះអ្នកនោះហើយក៏គេបានឃើញសេះក៏ដឹងថាពួកគេនៅទីនេះគោលបំណងរបស់វាមកនេះគឺវាចង់ឲ្យក្រុមរបស់អាជ្រុកនឹងធ្វើការជួយសងសឹកឲ្យបងប្រុសរបស់គេផងដោយសារតែក្រុមសូនខងនឹងបានធ្វើការសម្លាប់បងគេបាត់ហើយពេលនោះក្រុមអាជ្រុកក៏បានប្រាប់ថាពួកគេគឺខ្លាំងៗនោះទេចំណែកឯមនុស្សទាំង4នាក់ដែលបញ្ចូលជាមួយនឹងបិសាចឆ្កែនោះពួកគេគឺជាក្រុមប្រសង់ឋានពិតប្រាកដប៉ុន្តែបិសាចឆ្កែនឹងនៅតែមិនជឿដោយសារតែគេឃើញថាពួកគេនឹងគឺដូចពិតតែម្ដងចំណែកឯមនុស្ស4នាក់បានសម្លាប់បងគេនឹងគឺជាខ្លាំងៗអាជ្រុកព្យាយាមបញ្យល់នឹងបកស្រាយឲ្យដកពងមាត់របស់អាសាទៀតក៏ប៉ុន្តែគេនៅតែមិនជឿកាន់មកដល់កន្លែងនេះតែម្ដងអាជ្រុកអាសាហើយនៅអង្គការនឹងបានខ្លាយទៅជាទេវតាខ្លាំងៗអស់ហើយដោយសារតែបិសាចចាំលឿងបានជប់ពួកគេវាធ្វើដោយវានឹងប្រអិនតែងតាំងឲ្យគេអញ្ចឹងណាគ្នានៅតែអាស្វាមួយទេគឺវាមិនចង់ធ្វើនោះទេដូច្នេះហើយគេក៏បានចាប់អាស្វានឹងចេញទៅហើយទៅអា3នាក់នោះឲ្យនៅទីនោះគេយកអាស្វាធ្វើទរណកម្មនឹងសម្លាប់ចោលតែម្ដងឥឡូវយើងកាន់មកដល់កន្លែងនេះទៀតពួកគេទាំង4នាក់នេះក៏បានចែកផ្លូវគ្នាទាំងអស់ហើយក៏ដល់ពេលដែលអាស្វាត្រូវបានគេសម្លាប់ពួកបិសាចទាំងពីរនេះក៏បានសួរអាស្វាថាមានពាក្យអីចង់ផ្ដាំចង់ក្រោយទេអាស្វាក៏និយាយថា I am the Monkey King សម្លេងដែលលើចេញពីចលងភ្នំនឹងក៏លើទៅដល់អាជ្រុកហើយក៏បន្តលើទៅដល់អាសាហើយនឹងអាកង្កែបផងដែរក៏ប៉ុន្តែសំណាងល្អមែនទែនគឺអាបិសាចឆ្កែនឹងគឺវានៅចិត្តអាស្វានឹងក៏វាឡើងមកវាយជាមួយនឹងអាបិសាចគោទាំងពីរនោះតែម្ដងអាបិសាចឆ្កែនឹងខ្លាំងមែនទែនគឺមួយអាចទប់ទល់រហូតដល់ប៉ុន្តែមិនបានយូរប៉ុន្មានផងក៏ត្រូវបានអាបិសាចគោទាំងពីរនឹងក៏វត្តគេធ្លាក់ជ្រុកបានពេលនោះគឺយើងបានឃើញថាអាជ្រុកក៏មកជួយអាស្វាដែរអាបិសាចគោនេះវាអុកក្បាលជាមួយអាជ្រុកវាអត់ដឹងថាអាជ្រុកក្បាលតាន់ហើយចុងក្រោយនោះពួកក្បាលទាំងពីរក៏ប៉ុន្តែអាជ្រុកអត់ស្លាប់ទេវាស្លាប់វិញក៏ប៉ុន្តែសប្បាយចិត្តនឹងគឺថាអាបិសាចគោមួយទៀតវាឡើងពីជ្រុកវិញចាប់រត់ក៏អាជ្រុកចង់ងាប់ហើយខណៈពេលនោះដែរអាសាក៏ចេញមកវាយជាមួយនឹងអាបិសាចគោនឹងមួយដុំថ្មក៏ប៉ុន្តែនោះជាវាយគេអត់ឈឺសោះប៉ុន្តែអាបិសាចគោនេះគឺអត់សំណាងល្អទេត្រូវអាជ្រុកអុកក្បាលមួយគឺសន្លប់តែម្ដងគេទៅក្បាលអាជ្រុកតាន់ខ្លាំងមែនទែនអុកសើក្បាលគោទៅអាបិសាចគោនឹងបែកពពុះមាត់ខ្សឹលប៉ុន្តែមកទៀតពួកគេបានភាសាគ្នាបន្លំខ្លួនទៅជួយក្មេងៗដោយបានលួចជាមួយនឹងឈុតរបស់អាបិសាចចាំលឿងមកពាក់ពេលនោះពួកគេក៏ល្អិលចោលតាមចដាក៏រហូតមកដល់កន្លែងគុកនឹងតែម្ដងពួកអ្នកយាមគោនឹងក៏ឆ្ងល់ខ្លាំងមែនទែនថាមិនមែនវាចង់មកលេលើអញ្ចឹងប៉ុន្តែក្រុមអាជ្រុកបាននិយាយថាវាមិនអីទេហើយគេក៏បញ្ជាឲ្យពួកនឹងបើកទ្វារគុកបន្ទាប់មកពួកគេក៏បាននាំក្មេងៗចេញមកក្រៅតែសំណាងមិនល្អក៏បានជួបជាមួយនឹងអាបិសាចខ្
ខ្លាំងតែបិសាចខ្លាំងនេះវាមើលមេវាអត់ស្គាល់ទេពេលនោះក្រុមអាជ្រូកក៏បាននាំវិញក្មេងទៅផ្លូវខាងផ្សេងហើយវាឆ្ងល់ថាហេតុអីបានស្ដេចបានវាដើរតាមផ្លូវនោះប៉ុន្តែដោយសារតែអាការនោះវាដឹងថានឹងគឺជាក្រុមអាជ្រូកនឹងឯងទៅវាមកជួយនិយាយបង្រៀងដែររហូតដល់ពួកគេចេញក្រៅបានសម្រេចក៏លេចទៅមើលបិសាចចាំលឿនកំពុងតែងុយទឹកទៅពេលដែលវារកឈុតកៅអៅបានវាមកពាក់គឺថាបាត់ទៅហើយពេលនោះគឺវាចេញមកជួយជាមួយនឹងបិសាចខ្លាំងវាសួរថាបិសាចខ្លាំងនឹងធ្វើការមួយវារាប់ឆ្នាំវាក៏មិនស្គាល់មុខវាបិសាចចាំលឿនខ្លាំងពេកក៏សម្លាប់បិសាចខ្លាំងនឹងចោលទៅក៏លេចទៅមើលអាស្វាអាជ្រូកនិងអាសាវិញកំពុងតែរត់ពីលើភ្នំមិនទាន់ផុតនោះទេហើយក្រុមរបស់បិសាចចាំលឿននឹងក៏រត់តាមដេញពីក្រោយផងដែរនៅពេលនេះអាជ្រូកក៏សម្រេចចិត្តថាឲ្យពួកគេរត់ទៅមុនទៅឲ្យគេជាអ្នកទប់ទល់แล้วគេបានប្រាប់អាស្វាថាគេមានជាមួយនឹងអាតូម៉ែតមួយប៉ុន្តែគេអត់ដែលប្រើនោះទេពេលនោះគេបានផឹកជាមួយនឹងទឹកនៅក្នុងឃ្លោករួចចង់ខ្សាច់បង្កដូចជាអ្នកក្លាហានអញ្ចឹងនិយាយពីថាត្រង់កន្លែងហ្នឹងអាជ្រូកក៏ស្រីយោតែម្ដងតែបិសាចចាំលឿនបានប្រាប់អាជ្រូកថាឆាប់ឲ្យក្មេងមកវាមកអាជ្រូកបានតបដោយសេចក្តីអង្អាចថាបើឯងចង់បានក្មេងទៅនោះលុះត្រាតែឯងឆ្លងកាត់សាកសពយើងជាមុនសិនគណៈពេលនោះដែរអាជ្រូកក៏បានបញ្ចេញជាមួយនឹងអាតូម៉ែតតែម្ដងអាតូម៉ែតមួយនេះគឺធ្វើឲ្យខ្លួនរបស់អាជ្រូករីកធំជាងមុននិយាយរួមទៅឡើងប្រព័ន្ធគេប្រព័ន្ធឯងហើយអាជ្រូកក៏មានជាមួយនឹងកម្លាំងពិសេសផងដែរអាជ្រូកបានធ្វើការវាយប្រហារទៅកាន់កូនបិសាចទាំងអស់នោះដួលទាំងអស់តែម្ដងនៅសល់តែបិសាចចាំលឿនមួយទេគឺវានៅធម្មតាពេលនោះអាជ្រូកបានស្ទុះទៅវាយគេប៉ុន្តែវាយគេអត់ជ្រឺទេអាបិសាចចាំលឿននោះគឺវាគេចលឿនខ្លាំងមែនទែនទោះបីជាអាជ្រូកក្បាលតាន់ប៉ុណ្ណាក៏អុកជាមួយនឹងក្បាលវាក៏វាមិនខ្ចីជ្រឺដែរចុងក្រោយអាជ្រូកក៏ត្រូវបានគេអុកក្បាលបុកទៅនឹងភ្នំសន្លប់បាត់តែម្ដងបិសាចចាំលឿនម្ដងនឹងសម្លាប់ជាមួយនឹងអាជ្រូកហើយអាកង្កាននោះក៏បានរត់មកហើយសូត្របាលីដូចទៅនឹងអាជ្រូកសូត្រដែរហើយស្រាប់សន្ទុះក្រោយមកក៏ចូលទៅកាន់ខ្លួនរបស់អាជ្រូកបាត់ទៅសិតតែពេលនោះធ្វើឲ្យអាជ្រូកមានកម្លាំងកាន់តែខ្លាំងបន្តទៀតមានន័យថាមនុស្សពីរនាក់នៅក្នុងរឿងកាយតែមួយបន្ទាប់មកពួកគេទាំងពីរក៏រួមកម្លាំងគ្នាវាយជាមួយនឹងបិសាចចាំលឿនដាងកាក៏ប្រើជាមួយនឹងដាតអាជ្រូកប្រើជាមួយនឹងជង្គោប៉ុន្តែយ៉ាងណាក៏ដោយក៏ត្រូវគេវាយទក់ទៀតដែរប៉ុន្តែមិនអីទេពួកគេនៅតែក្រោកបន្តវាជាមួយនឹងបិសាចចាំលឿននឹងបន្តទៀតពួកគេវាយចុះវាយឡើងរាប់ម៉ោងទៅហើយប៉ុន្តែនៅតែយកមិនឈ្នះជាមួយនឹងអាបិសាចនឹងទៀតជាចុងក្រោយនឹងក៏ត្រូវបានគេចាប់ដាតចាប់បោកទៅមកឡើងទក់សាច់ទាំងពីរនាក់នឹងតែម្ដងរូបកាយតែមួយក៏ប៉ុន្តែក្នុងនឹងគឺមានមនុស្សពីរប៉ុន្តែមួយសន្ទុះក្រោយមកគឺធ្លាក់ជាមួយនឹងអាសាហើយនឹងអាស្វាចូលក្នុងខ្លួនគេអញ្ចឹងធ្វើឲ្យរូបកាយរបស់គេតែមួយប៉ុន្តែជីវិត4អាបិសាចនឹងអាចធ្វើអីគេបានទេដោយសារតែចាប់ខាងនេះគឺនៅខាងនោះដោយសារតែបិសាចចាំលឿននឹងវាខឹងខ្លាំងពេកវាក៏បំលែងដំបូលរបស់វានឹងទៅជាធម្មពលហើយស្រូបចូលខ្លួនរបស់វាហើយចុងក្រោយពួកគេនឹងក៏ហោះបុកគ្នាដូចជាផ្កាយដល់កន្ទោលបុកជាមួយនឹងភ្លើងទៀនអញ្ចឹងនៅពេលដែលពួកគេហោះបុកគ្នានឹងយើងក៏លេចទៅមើលខាងក្នុងយើងបានឃើញថាកន្លែងហ្នឹងគឺខ្ញុំមើលអត់យល់ទេឃើញថារូបកាយរបស់អាជ្រូកកំពុងតែរត់សុកសុកនឹងក៏ចេញជារូបរាង4តែម្ដងហើយពួកគេបានសម័យឃើញខ្លួនឯងការពីអតីតកាលតស៊ូខ្លាំងមែនទែនរហូតដល់ពួកគេឈានដល់ចំណុចមួយនេះកាលពីមុនធ្លាប់តែត្រូវគេសើចចំអកមើលងាយមើលថោកគ្មានការងារធ្វើអ្នកខ្លះក៏រស់នៅក្នុងភាពឯកាភាពជឿចាស់ប្រត់ប្រាគ្រួសារដូចជាអាស្វាជាដើមប៉ុន្តែឥឡូវនេះគឺធ្វើឲ្យពួកគេក្លាហានខ្លាំងមែនទែនរហូតដល់វាយជាមួយនឹងអាបិសាចនឹងចេញមកក្រៅពេលនោះអាបិសាចចាំលឿនក៏ប្រែខ្លាយទៅជាក្មេងម្នាក់តាមពិតតែក្មេងមួយនឹងវាបានលួចហាត់គម្ពីររបស់ទេវតាម្នាក់ក៏ធ្វើឲ្យវានឹងបែកកម្មដ្ឋានអញ្ចឹងទៅយើងក៏លេចទៅមើលជាមួយនឹង4នាក់នេះវិញពួកគេទាំង4ក៏បានប្រែខ្លាយទៅជារូបរាងពិតដែលជាសត្វធម្មតារស់នៅតាមធម្មជាតិរបស់រៀងខ្លួនវិញមួយរយៈក្រោយមកយើងបានឃើញជាមួយនឹងវត្តមានរបស់សុនុខុងព្រះសង្ឃថាងអាសាហើយនឹងជូបាជេដែលពួកគេបានធ្វើដំណើរឆ្លងកាត់ព្រំមួយដែលមានអាជ្រូកកំពុងតែរស់នៅទីនោះពេលនេះអាជ្រូកគឺបានឃើញជាមួយនឹងមុខមាត់ពិតរបស់សុនុខុងជូបាជេហើយកូនបិសាចជ្រូកនោះក៏បានរត់ចូលព្រៃបាត់ទៅគេលេចមកមើលកាន់អ្នកភូមិបានយើងវិញពួកគេតែងតែឲ្យធូបបានស្រស់ជាមួយនឹងរូបសំណាករបស់ក្រុមបិសាចទាំង4យើងតែមិនមែនជាព្រះសង្ឃថាងពិតប្រាកដនោះទេគឺ4នាក់នេះឯងអញ្ចឹងវីដេអូយើងក៏ដល់ទីបញ្ចប់ផងដែរបាយបាយជួបគ្នានៅវីដេអូឆ្នាំក្រោយ